ថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើបោមុខម្ដងម៉ូតូគាត់បាញ់ហ្វឺយូពេកគាត់អត់ងាយដូរប្រេងហូរតលទៅអស់អញ្ចឹងធ្វើបោមួយគាំងហើយបងចាំតោគាត់ចេះឆ្ងល់ម៉ូតូគាត់ជីកដូចជីអាទិះគោអញ្ចឹងហើយខ្ញុំក៏ប្រាប់គាត់ថាបងមិនបាច់ឆ្ងល់ទេបោវាដើរអញ្ចឹងនោះជីដូចជីទិះគោហើយបើជីចំផ្លូវស្រង់ទៅត្រាំខ្នាដឹងតែលាក់ធ្លាក់ថ្លើមហើយបើធ្វើការមិនហត់ប្រហែលហត់អារឿងជីម៉ូតូហ្នឹងដែរអញ្ចឹងម៉ូតូបងប្អូនណាដែលមានលិចប្រេងអញ្ចឹងកុំទុកយូរពេកចូលជាងឲ្យធ្វើហើយទៅកុំទុកយូរតែទុកយូរអាលាកបដូរលោហើយថាលាកបដូរអស់លុយច្រើនណាមួយវាស្ដាយរបស់ស៊ីនទៀតបងប្អូនកុំស្ដាយលុយពេកព្រោះថាវាមិនថ្លៃប្រហែលទេធ្វើហ្វឺតមុំនោះតម្លៃវាទៅតាមកន្លែងខ្លះ10000កន្លែងខ្លះ12000កន្លែងខ្លះ15000កន្លែងខ្លះក៏20000ដែរតម្លៃមិនសំខាន់ណាសំខាន់ប្រើបានយូរកុំឲ្យដាក់ល្អដាក់ថ្លៃនៅប្រើមិនបានយូរទៀតនោះសម្រាប់ខ្ញុំមកយកល្អមកលក់ហើយប្រេងម៉ាស៊ីនក៏ខ្ញុំចាក់ល្អដែរមិនមែនចាក់ប្រេងអន់ទេចាក់ប្រេងថ្មីច្រឡំប្រេងម៉ាស៊ីនប្រេងបូមអញ្ចឹងបាច់វល់ទេដកអន្សរចេញចាក់មកពេញទៅហើយអុកវាទៅក្រោមបន្តិចទៅហើយសាបវាពីរដងទៅសម្រាប់ដាក់ព្រាគឺខ្ញុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់ដាក់ព្រាអត់មានសកត់ទេយើងគ្រាន់រឹតវាតឹងតិចជាងមួយពីលើទៅវាស្ទូចចូលក្រោមហើយអត់មានបាក់ពី3នាក់ជួយទប់គ្នាជួយចកត់គ្នានោះទេឃើញស្រួលបងប្អូនដាក់តែមួយផ្លែតគឺចូលបាត់ទៅហើយអញ្ចឹងបូមមិនធ្វើតាំងពីរតែម្ដងពេលយើងធ្វើរួចរាល់ហើយយើងត្រូវតែអុកមើលកម្លាំងវាតើវាអែមឬអត់វាស្ទុះអុកមកវិញឬអត់ហើយវាអែមហើយយើងរៀបចំដាក់ចូលវិញទៅតាមម្ចាស់គេចាំរៀងយូរតិចដែរហ្នឹងព្រោះអីម្ចាស់គេអង្គុយចាំមើលមុខហើយគេថាអាហ្នឹងធ្វើថតហ្នឹងវាកាយវាធ្វើហើយហ្នឹងឯងប្រញាប់ទៅផ្ទះផងតិចវាថតហ្នឹងស្អីវាហើយខ្ញុំលឺចឹងខ្ញុំប្រាប់គាត់វិញថាចុះឯងមានស្គាល់ជាងដំតិចហ្មងអីជាងដំគេស្គាល់ឡើងមកផ្សារចាក់ទិញគេស្គាល់ទាំងអស់ហើយហ្នឹងដល់ក៏ឆ្លើយថាដឹងជាងដំណានេះគាត់មិនដែលស្គាល់ទេដល់ខ្ញុំក៏គិតក្នុងចិត្តថាអូនគេស្គាល់ផងចឹងយកលុយគាត់ហ្មងទៅចឹងបើគាត់ឆ្ងល់ជាងធ្វើអីថតចឹងចប់ហើយបងប្អូនអើយ